រដ្ឋាភិបាលថៃកំពុងឈានដល់ដំណាក់កាលសម្រាប់ចុងក្រោយលើកិច្ចសន្យាទិញនាវាចម្បាំងថ្មីមួយគ្រឿងតម្លៃជាង 17,000 លានបាតឬប្រមាណ 530 លានដុល្លារហើយនឹងក្លាយជាកម្លាំងប្រយុទ្ធសំខាន់មួយទៀតរបស់កងទ័ពជើងទឹកថៃនាវាថ្មីនេះមានបំពាក់មីស៊ីលប្រឆាំងនាវាចម្បាំងការពារការវាយប្រហារតាមអាកាសស្វែងរកនាវាមួយទឹកនិងដឹកឧទ្ធម្ភាគចក្រយោធាបាទយោងតាមកាសែតកូរ៉េចុងណាង Daily ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន2គឺ Hanwha Ocean និង HD Hyundai បានចូលរួមដេញថ្លៃផលិតនាវាចម្បាំងនេះជាមួយក្រុមហ៊ុន4ផ្សេងទៀតមកពីប្រទេសទួរគីអេស្ប៉ាញនិងសិង្ហបុរីកាសែតកូរ៉េថាថៃមានទំនោរទៅក្រុមហ៊ុន Hanwha របស់កូរ៉េខាងត្បូងដែលអាចផលិតនាវាចម្បាំង 40F ទម្ងន់ 4,000 តោនបំពាក់មីស៊ីល XOZ MM40 Block 3C សម្រាប់បាញ់នាវានិងគោលដៅតាមឆ្នេរប្រព័ន្ធបាញ់មីស៊ីលបញ្ឈរ VLS 16រុនដើម្បីដាក់មីស៊ីលការពារដែនអាកាស VLMIGA MG មានកាំភ្លើងធំ 76 មីលីម៉ែត្រ 30 មីលីម៉ែត្រមីស៊ីលតូពេដូនិងសូណាសម្រាប់ប្រមាញ់នាវាមួយទឹកវាក៏មានប្រព័ន្ធរំខានសញ្ញានិងបន្លំ GPS ដើម្បីទប់ទល់នឹងដ្រូនផងដែរតំណាងក្រុមហ៊ុន Hanwha ប្រាប់ Naval News ថានាវាទាំងនេះត្រូវបានរចនាឲ្យមានទាំងវិធីបំផ្លាញដ្រូនដោយអាវុធនិងរំខានវាដោយសញ្ញាអេឡិចត្រូនិកនិងមានទីលានសម្រាប់ឧទ្ធម្ភាគចក្រយោធាចចតនិងហោះឡើងវាយប្រហារលោកប៉ារ៉ៃរតនាឆយប៉ាអ្នកនាំពាក្យកងទ័ពជើងទឹកថៃនិយាយថាលោកមិនទាន់អាចប្រកាសឈ្មោះក្រុមហ៊ុនឈ្នះការដេញថ្លៃបាននៅឡើយដោយសារកំពុងរងចាំការអនុម័តតាមនីតិវិធីកិច្ចសន្យានេះក៏តម្រូវឲ្យក្រុមហ៊ុនផ្ទេរបច្ចេកវិទ្យាមកថៃនិងយ៉ាងហោចណាស់ត្រូវប្រើឧបករណ៍ផលិតក្នុងស្រុកថៃ 20% នេះបើយោងទៅតាម PBS លោកប៉ារ៉ៃអះអាងថាការចាយលុយដល់ច្រើនទិញនាវាថ្មីនេះគឺដើម្បីបង្កើនសមត្ថភាពការពារជាតិនិងការពារផលប្រយោជន៍សមុទ្ររបស់ថៃតាមផែនការកងទ័ពជើងទឹកថៃដែល Naval News រាយការណ៍នៅថ្ងៃទី 27 ខែមេសាថៃចង់ទិញនាវា frigate ថ្មីដល់ទៅ4គ្រឿងយ៉ាងយូរត្រឹមឆ្នាំ 2037 ដើម្បីការពារទាំងឈូងសមុទ្រថៃនិងសមុទ្រអាន់ដាម៉ាន់ខ្ញុំរស់សុភាពី News Today NTTV